Hello and welcome to my dorm ថ្ងៃនេះខ្ញុំនាំអ្នកនរគ្នាមកមើល dorm របស់ខ្ញុំអញ្ចឹងកន្លែងនេះយើងត្រូវ insert security code ពេលចូលមកយើងឃើញមានកន្លែងទទួលភ្ញៀវហើយខាងឆ្វេងដៃហ្នឹងគឺកន្លែងអ្នកធ្វើការនៅរយោហ្នឹងអ្នកទទួលខុសត្រូវខាងរយោហ្នឹងគាត់អង្គុយធ្វើការឡើងហ្នឹងខ្ញុំដោះស្បែកជើងឲ្យត្រូវយកទៅទុកក្នុង locker គឺអត់ឲ្យយកឡើងទៅលើឬក៏ពាក់នៅក្នុង dorm បាននេះយើងត្រូវបដូរស្បែកជើងចឹងពេលយើងដើរមកខាងស្ដាំដៃគឺយើងដើរទៅត្រង់អញ្ចឹងនៅខាងមុខហ្នឹងគឺ shower room កន្លែងងូតទឹកហើយយើងបត់ស្ដាំគឺចូលកន្លែងធ្វើម្ហូបចេះទៅគេមានសម្ភារៈបរិក្ខារគ្រប់មុខឲ្យមកមានចក្រានមាន microwave មាន oven មានអីឲ្យមកចាប់អានេះខ្ញុំទៅ show ទាំងអស់គ្នាទូទឹកកកមានអីគេខ្លះអូខេចក្រានបាយចប់ហើយចឹងយើងចូលមក show room ទឹកម្ដងនៅខាងស្ដាំដៃហ្នឹងគឺមាន locker ហើយខាងឆ្វេងកន្លែងដាក់កៅអៅងូតទឹកអញ្ចឹងគេមាន room មួយយើងចូលទៅក្នុងបន្ទប់ងូតទឹកខាងក្នុងហ្នឹងគឺអត់អាចស្លៀកពាក់កៅអៅបានទេយើងត្រូវផ្លាស់កៅអៅខាងក្រៅមានន័យថាយើងចូលខ្លួនទៅទេខាងក្នុងហ្នឹងហើយក្នុងនេះដូចទាំងអស់គ្នាឃើញអញ្ចឹងគឺយើងមានកន្លែងងូតទឹកផ្កាឈូកច្រើនហើយនឹងកន្លែងអាងត្រាំទឹកធំមួយដូចតែបានឃើញអញ្ចឹងគឺពួកយើងងូតទឹកជុំគ្នាអញ្ចឹងបើយើងអត់ចង់ចូលជុំមួយគេយើងព្យាយាមចូលម៉ោងណាដែលគេអត់សូវចូលអញ្ចឹងណាតែបើចូលម៉ោង9ម៉ោង10អាហ្នឹងពេញមនុស្សច្រើនហើយតោះឥឡូវអញ្ចឹងយើងទៅជាន់ទី2ម្ដងដោយសារតែខ្ញុំនៅជាន់ទី2ខ្ញុំទៅមកពីក្រៅទិញយវ៉ាន់ចឹងយវ៉ាន់ហេ space ពីកំពង់ច្រើនតិចអញ្ចឹងខាងស្ដាំដៃនេះគឺបន្ទប់ទឹកជាន់ទី2ពេលយើងដើរទៅមុខទៅខាងស្ដាំដៃគឺមាន space មួយសម្រាប់លុបមុខលាងចានហើយមាន microwave ហើយមានម៉ាស៊ីនបោកកៅអៅហើយនិងម៉ាស៊ីនសម្ងួតដើរទៅមុខគឺបន្ទប់របស់ខ្ញុំហើយវីដេអូយើងចប់ប៉ុណ្្នឹងឯងបាយ